បាទបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនៅចំការខ្ញុំចង់មកចែករំលែកពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងកត្តាចង្រៃអំពីសត្វល្អិតបំផ្លាញស្លឹកទុរេនរបស់យើងក្នុងអំឡុងខែវស្សាដោយចំពោះបងប្អូនចូលចាំថាខែវស្សាខណៈពេលយើងមិនអាចធ្វើការកើតពេលមានភ្លៀងយើងនៅផ្ទះតែសត្វល្អិតនៅក្នុងចំការនៅតែមានសកម្មភាពបន្តនៃការបំផ្លាញវាអាស្រ័យទៅលើថាបំផ្លាញតិចបំផ្លាញខ្លាំងតិចឬច្រើនវាអាស្រ័យទៅលើឱកាសរបស់សត្វល្អិតម្ល៉េះហើយខ្ញុំចង់ឲ្យបងប្អូនមានការសង្កេតមើលឲ្យបានច្បាស់បងប្អូនចូលចាំថារាល់ពួកសត្វល្អិតដែលបំផ្លាញទុរេនខណៈពេលមានភ្លៀងយើងមិនអាចធ្វើការកើតមិនអាចមានលទ្ធភាពគ្រប់គ្រងទៅលើការបំផ្លាញរបស់សត្វល្អិតបានតែសត្វល្អិតខណៈពេលដែលយើងកំពុងសម្រាកនៅផ្ទះសត្វល្អិតកំពុងតែនៅតែបន្តមានសកម្មភាពតែរាល់សកម្មភាពនៃការបំផ្លាញអាចតិចមិនខ្លាំងដូចដែលអត់ភ្លៀងម្ល៉េះហើយទាមទារឲ្យបងប្អូនទាមទារក្នុងការតាមដានមើលប្រសិនបើចូលចាំថាប្រសិនបើពេលមានភ្លៀងសន្មតថាសត្វល្អិតមានប៉ុន្តែវត្តមាននៃការបំផ្លាញតិចតែពេលថ្ងៃណារាំងមិនសុំរដូវប្រាំងទេសុំឲ្យរាំងក្នុងពេលដែលមានភ្លៀងប្រកាសជាមានវត្តមាននៃការបំផ្លាញកាន់តែខ្ពស់ប្រសិនបើមានរាំងមកដល់កើតឡើងឧទាហរណ៍ភ្លៀង2 3ថ្ងៃស្អែកឡើងរាំងថ្ងៃដែលរាំងនោះហើយគឺជាថ្ងៃដែលមានវត្តមាននៃការបំផ្លាញកាន់តែខ្ពស់ពីព្រោះអ្វីពីព្រោះខណៈពេលភ្លៀងសត្វល្អិតមានវត្តមានស្រាប់នៅក្នុងចំការរងចាំតែដល់ថ្ងៃរាំងមានឱកាសក្នុងការបំផ្លាញកាន់តែធំម្ល៉េះហើយបងប្អូនសង្ខេបនៃខ្លីនៅត្រង់នេះសម្រាប់ខ្ញុំចំការខ្ញុំផ្ទាល់ខ្ញុំតែងតែសន្មតថាក្រោយពីភ្លៀងហើយមានរាំងថ្ងៃណាមួយខ្ញុំស្រូតចាត់ការទូទៅពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងនិងគាំពៀនិងកម្ចាត់ពពួកសត្វចង្រៃដែលបំផ្លាញស្លឹកទុរេនរបស់ខ្ញុំនេះជាវិធីសាស្ត្រក្នុងការធ្វើរបស់ខ្ញុំអញ្ចឹងមានន័យថាសង្កត់ធ្ងន់ថារៀងរាល់មានភ្លៀងសន្មតថាសត្វល្អិតតែងតែមានវត្តមានតែបំផ្លាញតិចតែពេលថ្ងៃណារាំងចន្លោះថ្ងៃដែលមានភ្លៀងអស់ហ្នឹងតែងតែមានការបំផ្លាញកាន់តែខ្លាំងពីសំណាក់សត្វល្អិតដែលតាមបំផ្លាញទៅលើស្លឹកទុរេនម្ល៉េះហើយទាមទារឲ្យយើងឃើញរាំងត្រូវតែមានការចាត់ការទូទៅពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងហើយនឹងកម្ចាត់ពពួកសត្វចង្រៃដែលបំផ្លាញស្លឹកទុរេនបាទអរគុណ